Bà, conថ្ងៃនេះភាសាខ្មែរថ្នាក់ទី3របស់យើងរៀនដល់មេរៀនទី47ហើយចំណងជើងនោះគឺមូសិកតនឬថ្មិញកណ្ដុរហើយនៅក្នុងមេរៀននេះផងដែរក៏មាននៅសំណួរនិងចម្លើយផងដែរអញ្ចឹងកូនតាមដាននឹងទស្សនាដូចតទៅភាសាខ្មែរថ្នាក់ទី3មេរៀនទី47មូសិកតនឬថ្មិញកណ្ដុរវេយ្យាករណ៍ចូលអានឧទាហរណ៍រួចសង្កេតមើលពាក្យដែលមានគំនូសពីក្រោម1យាយាតពាក់វ៉ែនតាកំពុងខម៉ាំ2ចៅង៉ែតឈឺរ៉ាំរ៉ៃញ៉ាំនំប៉័ងមិនបាន3តាមុកអង្គុយផ្លុំបីក្រោមដើមចម្ប៉ា4ក្នុងសមុទ្រខ្មែរយើងមានរ៉ែប្រេងកាតយ៉ាងច្រើនបាទឥឡូវយើងមកមើលឧទាហរណ៍ទី1យាយាតពាក់វ៉ែនតាកំពុងខម៉ាំណាកូនណាបាទអញ្ចឹងពាក្យដែលមានពណ៌ក្រហមនេះបាទយ៉ាតណាវ៉ែនតាម៉ាំបាទពាក្យទាំងអស់ហ្នឹងគឺសុទ្ធតែមានសញ្ញាថ្មិញកណ្ដុរនៅពីលើសញ្ញាមុសិកតនឬយើងហៅថាថ្មិញកណ្ដុរឬម្យ៉ាងទៀតគេហៅថាស្លាប់ពីណាកូនណាបាទចូលដល់ល្បះទី2ចៅង៉ែតឈឺរ៉ាំរ៉ៃញ៉ាំនំប៉័ងមិនបានអញ្ចឹងពាក្យង៉ែតពាក្យរ៉ាំរ៉ៃនំប៉័ងបាទសុទ្ធតែមាននៅមូសិកតនឬថ្មិញកណ្ដុរចូលដល់ល្បះទី3តាមុកអង្គុយផ្លុំបីក្រោមដើមចម្ប៉ាបាទអញ្ចឹងពាក្យដែលមានថ្មិញកណ្ដុរនៅក្នុងល្បះទី3មានពាក្យមុកបាទបីហើយនឹងពាក្យចម្ប៉ាណាកូនណាបាទចូលដល់ល្បះទី4ក្នុងសមុទ្រខ្មែរយើងមានរ៉ែប្រេងកាតយ៉ាងច្រើនអញ្ចឹងពាក្យដែលមានមូសិកតនគឺពាក្យរ៉ែហើយនឹងពាក្យយ៉ាងបាទនៅក្នុងល្បះទី4ណាកូនណាបាទអញ្ចឹងមូសិកតនឬថ្មិញកណ្ដុរប្រើសម្រាប់ដាក់លើព្យញ្ជនៈពួកដូចជាងញមយរវឲ្យទៅជាសូរព្យញ្ជនៈពួកបាទអញ្ចឹងតួនាទីផុសមូសិកតនថ្មិញកណ្ដុរឬស្លាប់ពីហ្នឹងគឺដូរពីពួកទៅជាពួកណាកូនណាឧទាហរណ៍ងស្លាប់ពីចេញទៅជាងណាកូនណាញស្លាប់ពីញមស្លាប់ពីមយស្លាប់ពីយរស្លាប់ពីរវស្លាប់ពីវបាទបន្ទាប់មកទៀតមូសិកតនឬថ្មិញកណ្ដុរនេះកូនត្រូវចាំមួយទៀតគឺកន្លែងកំណត់សម្គាល់របស់វានឹងកាលណាអក្សរទាំងអស់ហ្នឹងពាក្យទាំងអស់ហ្នឹងណាដែលមានមូសិកតនឬសញ្ញាថ្មិញកណ្ដុរហ្នឹងប្រសិនបើមានស្រៈដូចជាស្រៈអេស្រៈអីស្រៈអឺស្រៈអឺស្រៈអាលស្រៈអាំនៅពីលើយើងដូរពីថ្មិញកណ្ដុរមកជាបុកជើងវិញណាកូនណាឧទាហរណ៍ដូចជាពាក្យបៃបាទដូចជាពាក្យម៉ាំដូចជាពាក្យញ៉ាំបាទអញ្ចឹងដូរពីស្លាប់ពីមកជាបុកជើងវិញតើណាកូនដូរពីមុសិកតនមកជាបុកជើងបាទអញ្ចឹងមូសិកតនឬថ្មិញកណ្ដុរនេះអាចប្រើជាមួយនឹងព្យញ្ជនៈពួកអាចប្រើជាមួយនឹងព្យញ្ជនៈបបានមួយទៀតណាកូនណាបាទដើម្បីឲ្យបានជាសូរពបាទនេះថាបស្លាប់ពីពឧទាហរណ៍ដូចជាពាក្យថាបៃបាទបស្លាប់ពីពដាក់ស្រៈអីបៃអញ្ចឹងត្រង់នេះបៃហ្នឹងដោយសារតែមានស្អីនៅពីលើអញ្ចឹងស្លាប់ពីដូរមកទៅជាបុកជើងចំប៉ា
bà cho mới chấm bà trường bó là pi bó đã sra bà chấm bà việc bang bó là pi bó đã sra ngớ bà rồi có bó á bà ngớ bà nôm băng bà nở ốm nôm bó là pi sừng nhốt sừng nhá nứng nừng ngờ an thá băng nôm băng bà conបន្ទាប់ពីយើងបានសិក្សារួចមកហើយអំពីការប្រើប្រាស់នៅមូសិកតនឬក៏សញ្ញាថ្មិញកណ្ដុរឥឡូវនេះយើងចាប់ដើមមកធ្វើលំហាត់នៅក្នុងសិភៅម្ដងណាកូនណាបាទយើងមកធ្វើលំហាត់ផ្ទាល់នៅក្នុងសិភៅម្ដងអញ្ចឹងលំហាត់ដំបូងគេនេះគឺជាលំហាត់កអញ្ចឹងនៅក្នុងលំហាត់កហ្នឹងគេឲ្យយើងចូលស្រង់ពាក្យដែលមានមូសិកតនឬថ្មិញកណ្ដុរក្នុងអត្ថបទខាងក្រោមណាកូនណាបាទអញ្ចឹងគេឲ្យយើងស្រង់ពាក្យបាទចេញពីល្បះខាងក្រោមនេះដែលពាក្យដែលមានមូសិកតនឬថ្មិញកណ្ដុរហ្នឹងបាទអញ្ចឹងលោកគ្រូអត់ស្រង់ទេលោកគ្រូគូសវងអញ្ចឹងកូនចាំមើលហើយនឹងផ្ទៀងផ្ទាត់ជាមួយលោកគ្រូណាបាទយើងនឹងធ្វើទាំងអស់គ្នាផ្ទៀងផ្ទាត់ទាំងអស់គ្នាអញ្ចឹងពាក្យណាដែលមានមូសិកតនឬសញ្ញាថ្មិញកណ្ដុរលោកគ្រូនឹងគូសរង្វង់វាបាទអញ្ចឹងលោកគ្រូអានអត្ថបទនេះមកចប់សិនណាកូនណាបាទរសៀលម៉ោង3ខ្យល់បក់បៃប៉ើងសក់មីងយ៉ាំដែលកំពុងលក់ម៉ាំលហុងក្នុងភូមិកោះរងអ្នកភូមិនាំគ្នាទិញរញឹករញ៉ៃព្រោះគាត់ប៉ិនកំ pl ែងក្រមិចក្រមើមនឹងច្រៀងយ៉ាងពីរោះតាង៉ែតដឹកដៃយាយវ៉ែនដើរងក់ទៅទិញម៉ាំទុកឲ្យចៅគាត់ញ៉ាំបាទតោះឥឡូវចាប់ផ្ដើមធ្វើរសៀលម៉ោង3ខ្យល់បក់បៃបាទខ្យល់បក់បៃប៉ើងសក់មីងយ៉ាំដែលកំពុងលក់ម៉ាំលហុងក្នុងភូមិកោះរងបាទឥឡូវយើងធ្វើមកល្បះម្ដងមកល្បះត្រឹមមកសញ្ញាខណ្ឌយើងធ្វើម្ដងបាទអញ្ចឹងនៅក្នុងមកល្បះតាំងពីដើមខាងលើរហូតមកដល់សញ្ញាខណ្ឌទី1ហ្នឹងតើមានពាក្យណាខ្លះដែលមានមូសិកតនឬសញ្ញាថ្មិញកណ្ដុរណាកូនណាបាទតោះឥឡូវយើងពិនិត្យមើលទាំងអស់គ្នាពាក្យអីខ្លះកូនពាក្យទី1មានពាក្យអីកូនបាទគឺពាក្យថាបៃបាទបៃណាកូនណាបាទមានមូសិកតននៅក្នុងនឹងបាទពាក្យអីទៀតបាទគឺពាក្យប៉ើងណាកូនណាបាទពាក្យអីទៀតកូនយើងរកបាន2ហើយពាក្យអីទៀតបាទគឺពាក្យថាយ៉ាំណាមីងយ៉ាំណាបាទពាក្យអីទៀតបាទពាក្យម៉ាំណាកូនណាបាទពាក្យម៉ាំហើយពាក្យអីទៀតកូនបាទគឺពាក្យថារងបាទអញ្ចឹងនៅក្នុងល្បះទី1ហ្នឹងពាក្យដែលមានមូសិកតននៅក្នុងហ្នឹងគឺមានពាក្យបៃប៉ើងយ៉ាំបាទម៉ាំហើយនឹងពាក្យថារងកោះរងបាទចូលដល់ល្បះទី2ល្បះទី2ពីត្រឹមអ្នកភូមិនាំគ្នាទិញរញឹករញ៉ៃព្រោះគាត់ប៉ិនកំ pl ែងក្រមិចក្រមើមនឹងច្រៀងយ៉ាងពីរោះបាទតែនៅក្នុងល្បះទី2ចាប់ដើមពីសញ្ញាខណ្ឌទី1រហូតមកដល់សញ្ញាខណ្ឌទី2ហ្នឹងតើពាក្យណាខ្លះដែលមានមូសិកតនឬថ្មិញកណ្ដុរពាក្យអីខ្លះកូនបាទពាក្យទី1ហ្នឹងគឺពាក្យរញឹករញ៉ៃណាកូនណាបាទរញឹករញ៉ៃពាក្យទី2បន្តទៀតពាក្យអីបាទគឺពាក្យថាប៉ិនបាទប៉ិនកំ pl ែងបាទអញ្ចឹងពាក្យប៉ិនមានមូសិកតនឬថ្មិញកណ្ដុរចូលដល់បន្តទៀតគឺពាក្យយ៉ាងណាកូនណាពាក្យយ៉ាងយកស្លាបពីរដាក់ស្រអានឹងងើយបាទចូលដល់ល្បះទី3ល្បះចុងក្រោយគេដែលចាប់ផ្ដើមពីសញ្ញាខណ្ឌទី2រហូតដល់សញ្ញាខណ្ឌចុងក្រោយគេបង្អស់ហ្នឹងតើមានពាក្យណាខ្លះដែលមានពាក្យមូសិកតនឬថ្មិញកណ្ដុរនឹងឯងបាទពាក្យអីខ្លះកូនបាទគឺពាក្យថាង៉ែតណាកូនណាតាង៉ែតបាទពាក្យង៉ែត
đất đaiពាក្យ ngét ជាពាក្យដែលមាន មុសេកតួនបន្ទាប់មកទៀតគឺពាក្យណាវ៉ែនបាទពាក្យវ៉ែននិយាយវ៉ែនបាទមាន មុសេកតួនដែរបន្ទាប់មកមានពាក្យបាទងក់ងក់បាទងក់ងក់បាទបន្ទាប់ពីងក់ងក់មកមានពាក្យម៉ាំបាទបន្ទាប់ពីពាក្យម៉ាំមកគឺមានពាក្យថាញ៉ាំណាកូនណាបាទអញ្ចឹងនៅក្នុងល្បះទី3ចុងក្រោយគឺមាន5ពាក្យបាទអញ្ចឹងលោកគ្រូអានពីដើមរហូតដល់ចប់មកវិញពាក្យដែលមាន មុសេកតួនឬធ្មេញកណ្ដុរមានដូចជាពាក្យប៉ៃប៉ើងយ៉ាំម៉ាំរងរញឹករញ៉ៃប៉ិនបាទយ៉ាងតង៉ែតវ៉ែនងក់ងក់ម៉ាំហើយនឹងពាក្យចុងក្រោយគេគឺពាក្យថាញ៉ាំណាកូនណាបាទកូនបន្ទាប់ពីយើងបានធ្វើនៅលំហាត់ករួចមកឥឡូវនេះយើងចូលដល់លំហាត់ខម្ដងណាកូនណានៅក្នុងលំហាត់ខនេះគេដាក់ថាចូលសរសេរពាក្យក្នុងប្រអប់ខាងក្រោមឲ្យបានត្រឹមត្រូវណាកូនណាបាទអញ្ចឹងនៅក្នុងប្រអប់ខាងក្រោមនេះគឺគេដាក់មកពាក្យមានដូចជាពាក្យទី1នេះគឺបាទងែកងក់ឧទាហរណ៍ដូចជាពាក្យហ្នឹងបាត់អីគេកូនគឺបាត់មុសេកតួនឬធ្មេញកណ្ដុរឡើងឯងអញ្ចឹងពាក្យក្នុងប្រអប់ទាំងអស់ហ្នឹងគឺសុទ្ធតែបាត់មុសេកតួនឬក៏ធ្មេញកណ្ដុរអញ្ចឹងគេឲ្យយើងបន្ថែមមុសេកតួនឬធ្មេញកណ្ដុរទៅលើពាក្យទាំងអស់ហ្នឹងបាទតែនៅពេលណាដែលវាជាមុសេកតួនជាបុកជើងតើពេលណាវាជាធ្មេញកណ្ដុរដែលនៅខាងលើអញ្ចឹងគេឲ្យយើងបំពេញតើនេះកូនគេឲ្យយើងបន្ថែមបាទបន្ថែមមុសេកតួនឬក៏ធ្មេញកណ្ដុរទៅលើពាក្យទាំងអស់ហ្នឹងឲ្យពាក្យនឹងឯងត្រឹមត្រូវតោះឥឡូវយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាណាកូនណាបាទអញ្ចឹងពាក្យទី1នេះបើយើងអានទៅពាក្យហ្នឹងគឺអានថាងែកងក់បាទងែកងក់បាទអញ្ចឹងពាក្យងែកងក់នេះទី1គឺយើងត្រូវថែមបុកជើងនៅលើនៅពីក្រោមអក្សรงខាងមុខហើយថែមមុសេកតួនធ្មេញកណ្ដុរនៅអក្សរបន្ទាប់ណាកូនណាបាទទៅលោកគ្រូថែមអញ្ចឹងបាទបន្ទាប់មកទៀតគឺពាក្យចំបៃអញ្ចឹងចំបៃនេះយើងបន្ថែមអីគេកូនគឺបន្ថែមបុកជើងណានៅក្រោមអក្សរបណាកូនណានៅក្រោមអក្សរបបុកជើងឬក៏មុសេកតួននឹងឯងតើណាកូនបាទចុះពាក្យបន្តទៅទៀតនេះគឺពាក្យសំប៉ែតបាទសំប៉ែតអញ្ចឹងយើងត្រូវបន្ថែមមុសេកតួននៅលើអក្សរអីបងកូនបាទគឺនៅលើអក្សរបណាកូនណាសអំសំបស្លាប់ពីពដាក់ស្រអែនឹងតអញ្ចឹងថែមមុសេកតួននៅលើអក្សរបបាទពាក្យបន្តទៀតយ៉ាប់យ៉ឺនបាទអញ្ចឹងយ៉ាប់យ៉ឺននេះយើងត្រូវបន្ថែមអីខ្លះកូនបាទអញ្ចឹងពាក្យយ៉ាប់យ៉ឺននេះគឺយើងត្រូវបន្ថែមមុសេកតួនឬធ្មេញកណ្ដុរនៅលើអក្សរយ៉ខាងមុខនេះណាកូនណាហើយបន្ថែមមួយទៀតគឺបតក់បាទបន្តក់នៅលើអក្សរបបន្ទាប់មកគឺបុកជើងនៅលើនៅពីក្រោមអក្សរយ៉បន្ទាប់អញ្ចឹងយ៉ាប់យ៉ឺនយើងអានយ៉ស្លាប់ពីយ៉អាយ៉ាបយ៉ាប់បន្តក់មួយយ៉ាប់យ៉ស្លាប់ពីយ៉យើនៅយ៉ឺនណាយ៉ាប់យ៉ឺនបាទចូលដល់ពាក្យបន្ទាប់ទៀតគឺពាក្យញ៉ែញ៉ងបាទអញ្ចឹងញ៉ែញ៉ងយើងបន្ថែមអីខ្លះកូនបាទគឺបន្ថែមមុសេកតួនឬក៏ធ្មេញកណ្ដុរនៅពីលើអក្សរញទាំងពីរអក្សរញទី1ក៏បន្ថែមធ្មេញកណ្ដុរអក្សរញទី2ក៏បន្ថែមធ្មេញកណ្ដុរដែរបាទញស្លាប់ពីញដាក់ស្រអែនឹងញ៉ែងញស្លាប់ពីញងញ៉ែងញបាទចូលដល់ពាក្យបន្តទៀតគឺពាក្យឆៃយ៉ាំបាទឆអាយឆៃយើស្លាប់ពីយ៉ដាក់ស្អាំអញ្ចឹងយើងដាក់បុកជើងនៅក្រោមអក្សរយើបាទយើងអានថាឆៃយ៉ាំណាកូនណាបាទពាក្យចុងក្រោយនេះគឺពាក្យរម៉ាំងរម៉ោកពាក្យរម៉ាំងរម៉ោកនេះ
គឺយើងត្រូវបន្ថែមមុខសេវតនដែលជាបុកជើងនឹងនៅពីក្រោមអក្សរមើខាងមុខបាទមើខាងមុខបន្តមកទៀតគឺបន្ថែមមុខសេវតនថ្មិញកណ្ដុរនៅលើអក្សរមើខាងក្រោយណាកណាបាទរម៉ាំងរម៉ោអក្សរមើស្លាពីម៉ដាក់ស្រអាំនឹងងម៉ាំងអក្សរមើស្លាពីម៉ដាក់ស្អោអង្គម៉ោករម៉ាំងរម៉ោបាទដល់លំហាត់កបន្តទៀតនៅក្នុងលំហាត់កនេះគេដាក់ឲ្យយើងចូលរកពាក្យដែលប្រើបាទមុខសេកតនឬថ្មិញកណ្ដុរឲ្យបាន5ពាក្យបាទចឹងកូនរកមកឲ្យបាន5ពាក្យមានពាក្យអីខ្លះចឹងលោកគ្រូដាក់ថាទី1គឺពាក្យបាទរ៉ាំរ៉ៃបាទទី2ពាក្យថាម៉ែទី3ពាក្យថាតវ៉ាទី4ពាក្យយាយានហើយនឹងទី5គឺពាក្យថាប៉ាណាកូនណាបាទអញ្ចឹងគ្រប់5ពាក្យហើយបាទកូនភាសាខ្មែរថ្នាក់ទី3របស់យើងមេរៀនទី47មូសិកតនឬថ្មិញកណ្ដុរមានសំណួរនិងចម្លើយក៏សូមបញ្ចប់តែត្រឹមប៉ុណ្ណេះខ្ញុំបាទសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ហើយសូមកុំភ្លេចជួយចុច like និង subscribe នៅ channel របស់ខ្ញុំបាទផងដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗទៀតសូមអរគុណសូមជម្រាបលា